commander ពពកនឹងកូប៉ាគឺជា commander មួយដែលមានសមត្ថភាពក្នុងការចាប់យក hero របស់អ្នកដទៃយកមកធ្វើជា hero របស់ខ្លួនឯងហើយវាក៏ជា commander មួយដែលខ្លាំងមែនទែនខ្លាំងជាង Gushin ដែលខ្ញុំបកស្រាយថ្ងៃមុនទៀតគាត់ថា commander ហ្នឹងគឺវាមានវាសនាដោយ Gushin ចឹងគ្នាយើងគឺអត់ចាប់អារម្មណ៍ដល់យកមកលេងទេព្រោះថាបច្ចុប្បន្នពេលច្រើនខ្ញុំឃើញគេលេង Val លេង Kagura លេង Lancelot តែសម្រាប់ពពកនឹងកូប៉ាគេថាខ្ញុំលេង10 game ខ្ញុំជួបតែមួយដៃអីទេតែសូថាយូរជួបម្ដងនឹងខ្ញុំសប្បាយចិត្តរត់ប៉ុតណាស់គឺខ្ញុំសប្បាយចិត្តខ្លាំងមែនទែនព្រោះថាពពកនឹងកូប៉ាបើសិនជាមកវគ្គមានច្រើនក៏វាមិនសប្បាយដែរសប្បាយតែនៅលេងមកវគ្គមានតែឯងហ្នឹងសប្បាយខ្លាំងហ្មងតាមពិតទៅខ្ញុំចង់នៅកើបរេងពពកកូប៉ាប្រហែលជាមួយអាទិត្យជាងទៀតមិនខ្ញុំផុសតែគាត់សពទៅអើយនឹងកើបស្អីកើប account ទូចដែរប្រាប់គ្នាយើងឲ្យចេះលេងទាំងអស់គ្នាហ្មងទៅមិនដល់ជាងចឹងហើយក៏សមាជិកទៅផុសថ្ងៃហ្នឹងហ្មងទៅហើយកុំឲ្យអ្នកគ្នាគិតថាខ្ញុំនឹងនិយាយបោកនៃ history មើលខ្លួនឯងមើលហើយណាបើមើលហើយឥឡូវហ្នឹងយើងមកយល់អំពី skill របស់ពពកនិងកូប៉ាវិញ skill ទី1របស់ commander ពពកនិងកូប៉ាមានឈ្មោះថា copy trap ដែលផ្ដល់ឲ្យយើងនូវអន្តៈចំនួន1ដែលយើងអាចផ្លាស់ប្ដូរអន្តៈហ្នឹងទៅកន្លែងណាក៏បានតាមចិត្តរបស់យើងមុនពេលដែល battle start ហើយនៅពេលដែល battle start ហើយ hero របស់ enemy ជន់លើអន្តៈរបស់យើងនឹងទទួលបាន hero ដែលជន់លើអន្តៈរបស់យើងក៏ប៉ុន្តែជា version មួយ star ទៅបីជា hero របស់ enemy ហ្នឹង3 star ក៏ដោយនឹង skill ពេលដែល commander ពពកនិងកូប៉ាឡើងដល់ផ្កាយ2មានឈ្មោះថា hunter mark វានឹងផ្ដល់ឲ្យយើងនៅ1 goal រៀងរាល់ពេលដែលយើង copy hero enemy បានមួយហើយមិនតែប៉ុណ្ណោះនៅពេលដែលយើង copy អត់បានក៏វានឹងផ្ដល់ឲ្យយើងមក goal ដូចគ្នាអញ្ចឹងមានន័យថា copy បានក៏មក goal copy អត់បានក៏មក goal សម្រាប់ power card របស់ commander ពពកនិងកូប៉ាវិញយើងនឹងទទួលបាន2 goal រៀងរាល់ពេលដែលយើងចាប់បាន hero របស់ enemy មួយប៉ុន្តែប៉ុណ្ណោះពេលដែលយើងចាប់បាន10ដងយើងនឹងទទួលបាន chest ចំនួន2ហើយនេះផងដែរគឺជាការដាក់ trap នៅ early game របស់ខ្ញុំគឺខ្ញុំរៀបចំធ្វើឲ្យ hero របស់ enemy នឹងដើរចូល trap របស់ខ្ញុំ auto យកហ្មងដោយខ្ញុំនឹងយក hero backline ខ្ញុំមកដាក់នៅចំកណ្ដាលនៅក្រោយ trap ដើម្បីឲ្យ hero enemy ដាក់ target ទៅលើវាមុនគេហ្មងចុះអ្នកគ្នាចាប់អារម្មណ៍ទៅលើ commander ពពកនិងកូប៉ានៅពេលដែលយើងចាប់បានវានឹង load បូក2កាក់យកហ្មងហើយ hero ដែលយើងចាប់បានម៉ាស៊ីនយើងត្រូវការយើងអាចຕົកបើយើងអត់ត្រូវការយើងលក់បានលុយទៀតអញ្ចឹង game ហ្នឹងខ្ញុំអាចហូបបាន3កាក់មិនតែប៉ុណ្ណោះខ្ញុំប្រើ synergy scavenger នៅពេលចប់ game ខ្ញុំនឹងទទួលបានមួយទៀតអញ្ចឹងកាក់ខ្ញុំគឺអាចទទួលបានចន្លោះពី3កាក់ទៅ5កាក់អាហ្នឹងគឺជា goal free សម្រាប់ early game ចុះបើសិនជាយើងលេងដល់ late game ប្រើ synergy scavenger 3ចាប់បាន hero 5កាក់អីទៅគិតមើលយើងអាចហូបបាន3កាក់យ៉ាងស្រួលចំណែកនេះគឺជា trap សម្រាប់ late game របស់ខ្ញុំក៏ព្រោះថា trap មួយហ្នឹងអាចចាប់បាន hero ដូចជា Ruby Link Lancelot និយាយរួមទៅជាប្រភេទ hero ដែលឈ្មោលចូល sometimes យើងអាចចាប់បាន Cloud ដែរតែ Cloud វាពិបាកចាប់ជាង hero 3ហ្នឹងតែបើសិនជាជួប enemy ដែលប្រើ hero 3ហ្នឹង 100% គឺដឹងតែចាប់បានយកហ្មងហើយ enemy មាន Lancelot ចង់ឲ្យអ្នកគ្នាមើលកន្លែងចន្លោះត្នេរបស់ខ្ញុំវ៉ាប់បាន Lancelot យកហ្មងឃើញអត់ស្រួលហើយកុំឆ្ងល់អីថាមិនបើខ្ញុំបើក Lancelot ឲ្យគាត់ខ្ញុំលក់ Lancelot ចេញក៏ដោយសារតែថា Lancelot នៅក្នុង shop នៅសល់ដល់តែ4អញ្ចឹងហើយគាត់ refresh ទៅបើសិនជាគាត់មានលុយតែបើតាមខ្ញុំចាំកាលហ្នឹងខ្ញុំមើលលុយគាត់រយៈដូចជានៅសល់3កាក់អញ្ចឹងហើយខ្ញុំរៀងប្រហើនដែរហើយសួរថាប្រហើនទាំងណាខ្ញុំប្រហើនទាំងថាបើសិនជាគាត់ហ៊ានលក់ hero ទាំងអស់គាត់ត្រូវលក់ alpha ចេញហើយអញ្ចឹងខ្ញុំមានសិទ្ធយក alpha ផ្កាយ3 Ruby ផ្កាយ3 Leslie ផ្កាយ3ហើយមួយវិញទៀតខ្ញុំ level 10នៅពេលដែលឃើញ Lancelot គាត់ឡើងផ្កាយ2មួយទៀតខ្ញុំប្រកាសជាអាចហៅ Lancelot ទិញទុកបានមុនគាត់ហើយអញ្ចឹងវាអត់មានអីត្រូវប្រកែកគឺខ្ញុំត្រូវតែឈ្នះយកហ្មងEye on the target.